សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើជ្រក់ត្រកួនបែបឆ្ងាញ់ជាស្នាដៃរបស់ម្ដាយរបស់ខ្ញុំចាដំបូងបងប្អូនយកត្រកួនមកតម្រៀបគ្នាយើងតម្រៀបត្រកួនហើយយើងធ្វើការដំត្រកួនរបស់យើងឲ្យរាងតំប៉ែតហើយយើងក៏ធ្វើការហាន់ត្រកួនរបស់យើងជាកង់បងប្អូនយើងហាន់ត្រកួនកង់ដើម្បីធ្វើការត្រាំទឹកចំពោះត្រកួនរបស់យើងបងប្អូនធ្វើការត្រាំចន្លោះពី10ទៅ20នាទីឬកន្លះម៉ោងទៅបងប្អូនដើម្បីត្រកួនរបស់យើងចេញជ័រហើយនឹងចេញធូលីស្អាតបងប្អូនបន្ទាប់ពីយើងធ្វើការត្រាំត្រកួននិងលាងសម្អាតត្រកួនហើយម្ដាយរបស់ខ្ញុំហ្នឹងគាត់ចាប់ផ្ដើមមកពូតទឹកត្រកួនឲ្យស្អាតសិនបងប្អូនហើយសម្រាប់ត្រកួនជ្រក់របស់យើងគឺយើងមានគ្រឿងម្ទេសមានខ្ញីមានម្ដេងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងស្លឹកគ្រៃបងប្អូនអញ្ចឹងម្ដាយរបស់ខ្ញុំចាប់ដើមយកត្រកួនឲ្យពូតហើយជាមួយនឹងគ្រឿងក្រៅដែលខ្ញុំបានរៀបរាប់ហ្នឹងយកមកដាក់បញ្ចូលគ្នាបងប្អូនមានស្លឹកគ្រៃដែលគាត់ហាន់មានម្ទេសមានខ្ញីមានម្ដេងហើយគាត់ធ្វើការដាក់គ្រឿងយើងមានទឹកត្រីមានស្ករមានប៊ីចេងមានរ៉ូឌីហើយម្ដាយខ្ញុំក៏ធ្វើការច្បល់គ្រឿងត្រកួនរបស់យើងចូលគ្នាហើយយើងក៏បន្ថែមជាមួយនឹងក្រូចឆ្មាដើម្បីឲ្យត្រកួនរបស់យើងវាមានរសជាតិជូរប្រៃទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាចាបងប្អូនសម្រាប់ជ្រក់ត្រកួនរបស់យើងគឺយើងមានគ្រឿងក្រៅតែប៉ុណ្ណឹងហើយសម្រាប់បងប្អូនដែលភ្លក់ទៅទឹកជ្រក់ត្រកួនរបស់យើងល្មមឆ្ងាញ់ហើយយើងក៏អាចដាក់ចូលក្នុងទូទឹកកកដើម្បីឲ្យមានរសជាតិវាត្រជាក់ហើយមានរសជាតិកាន់តែឆ្ងាញ់ណាបង